សួស្តីអ្នកនរគ្នាចឹងក្នុងវីដេអូនេះខ្ញុំនឹងមកបរៀនអ្នកនរគ្នាពីរបៀបប្រើប្រាស់ tool សលេងមនុស្សពិតៗនេះណាអញ្ចឹងកាលពីវីដេអូមុនគឺខ្ញុំបានបរៀនអ្នកនរគ្នាម្ដងហើយគឺពីរបៀបប្រើប្រាស់ក្នុង tool នឹងដែរប៉ុន្តែយើងប្រើលើសលេងពិសិដ្ឋសីមុំហើយក្នុងវីដេអូនេះគឺខ្ញុំនឹងបរៀនអ្នកនរគ្នាធ្វើសលេងមនុស្សពិតម្ដងមានន័យថា clone សលេងហ្នឹងទៅជាសលេងដូចមនុស្សពិតៗអញ្ចឹងក្នុងវីដេអូហ្នឹងគឺអ្នកនរគ្នាអាចមើលដល់ចប់ទៅនឹងចេះធ្វើ tool ហ្នឹងហើយចឹងយើងចូលមកដល់ហើយនេះយើងចុចបើសិនជាយើងធ្វើរឿងម្ដងហើយណាអ្នកនរគ្នាចង់ដាក់រឿងថ្មីឬក៏ដាក់វីដេអូថ្មីចូលអ្នកនរគ្នាគ្រាន់តែចុចពាក្យ now នេះមកអូខេបន្តមកទៅចុចបន្តមកហើយយើងអាចដាក់វីដេអូថ្មីចូលបានហើយនេះខ្ញុំរើសរឿងទៅខ្ញុំដាក់រឿងនឹងដែរទេហើយបន្ទាប់ពីដាក់រឿងមកហើយអ្នកនរគ្នាត្រូវចូលទៅ setting សិនចូល setting ហើយអ្នកនរគ្នាចុចពាក្យ voice នេះពាក្យ voice នេះណាតមកទៀតអ្នកនរគ្នាត្រូវមាន API អ្នកនរគ្នាអាចទិញពីខ្ញុំទៅបានដើម្បីបកប្រែសលេងមនុស្សពិតៗបានគឺត្រូវតែមាន API បើអត់មានទេគឺបកប្រែបានទេបកប្រែបានតែសលេងពិសិដ្ឋសេមុំទេអញ្ចឹងពេលដែល copy API ដាក់កន្លែងហ្នឹងហើយអ្នកនរគ្នាអាច check token នេះ check token វានឹងឃើញទឹកលុយហើយអានេះគឺជាចំនួន credit API របស់ខ្ញុំគឺនៅសល់ប៉ុណ្ណេះបន្តមកទៀតយើងគ្រាន់តែចុច sell មកហើយយើងចុច close ទៅបន្ទាប់ពីប៉ុណ្ណឹងហើយយើងអាចធ្វើការបករឿងបានហើយបន្តមកទៀតយើងអាចចុចMP3 នេះមកហើយយើង save ទុកនេះខ្ញុំ save MP3 នេះនៅលើកន្លែង download បន្តមកទៀតចុច save នៅពេលដែលវា load បែបនេះគឺមានន័យថាវា save បានហើយវាអត់មានបញ្ហាអីទេចឹងអ្នកនរគ្នាកុំឆ្ងល់អញ្ចឹងចុច OK វាមកបន្ទាប់ពីចុច OK ហើយយើងចុចនេះលើ separate ដើម្បីយើង separate ភ្លេងណាអញ្ចឹងយើងចុច separate មកបន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកគ្នាចូលទៅកាន់ tool បកប្រែ script ដែលខ្ញុំថែមជូនឲ្យអ្នកគ្នាហ្នឹងដើម្បីធ្វើការបកប្រែអូខេយើងចូលទៅនេះបន្ទាប់ពីយើងចូលមកកាន់ tool បកប្រែ script ហើយយើងដាក់សលេងមិញចូលមកសលេងMP3 នេះបន្ទាប់ពីដាក់ចូលហើយយើងអត់មានត្រូវការចុចអីទៀតទេកន្លែងហ្នឹងណាអញ្ចឹងយើងចុចចាប់ផ្ដើមដំណើរការតែម្ដងអានេះជា script លើកមុនដែលខ្ញុំបកឲ្យស្រាប់ហើយវាមាន27 script អញ្ចឹងយើងអត់មានធ្វើអីណាគ្រាន់តែចុចចាប់ផ្ដើមដំណើរការមករងចាំមានបន្តិចទៅវានឹងបកប្រែជូននេះបន្ទាប់ពីយើងចាំមួយផ្លែតទៅគឺវាបកប្រែបានហើយអញ្ចឹងពេលវាបកប្រែបានហើយយើងអាចចុចនេះកន្លែង download SRT នេះទៅវានឹង download ចូលឡើងងាយបន្តមកទៀតយើងចូលទៅកាន់ tool របស់យើងវិញនេះ tool របស់យើងពេលវា load បែបនេះយើងចុច OK មកមានន័យថាវា separate បានហើយចឹងយើងចុច OK បន្តមកទៀតជំហានបន្តគឺយើងចុចកន្លែងនេះ upload SRT អញ្ចឹងយើងចុចលើវាមកយើង upload script មិញចូលនេះបន្ទាប់ពី upload ចូលមកហើយនេះយើងអាចមើលបាននៅនេះអញ្ចឹងយើងចុចព្រមមើលមកឬក៏បរិចអីបានក្នុងហ្នឹងណាយើងអាចបរិចព្រមបានទាំងអស់បន្ទាប់ពីបានត្រង់ហ្នឹងហើយអ្នកនរគ្នាត្រូវរើសសលេងអានេះឧទាហរណ៍ថាចុចតួនេះអញ្ចឹងយើងចុចមកយើងដឹងថាសលេងហ្នឹងគឺសលេងពិសិដ្ឋហើយសលេងពិសិដ្ឋអញ្ចឹងបើគាត់ជាតួប្រុសយើងអាចអូសមើលចេះក៏បានដែរនេះអូសកន្លែងបន្ទាត់ក្រហមនេះដើម្បីដឹងថាតួមួយណានិយាយអញ្ចឹងណាតែកន្លែងហ្នឹងគឺតួប្រុសនិយាយនេះសលេងតួប្រុសនេះអ្នកនិយាយអញ្ចឹងអ្នកនរគ្នាអាចរើសសលេងមកហើយសលេងនេះអ្នកនរគ្នាអាច clone ដាក់បន្ថែមបានសម្រាប់ពេលអ្នកនរគ្នាទិញ tool ខ្ញុំទៅគឺខ្ញុំមានដាក់សលេងឲ្យខ្លះប៉ុន្តែមិនមែនដាក់ឲ្យទាំងអស់ទេណាគឺខ្ញុំដាក់ឲ្យខ្លះៗទេដោយសារតែខ្ញុំអាចឲ្យសលេងទាំងអស់បានទេអញ្ចឹងអ្នកនរគ្នាយកទៅឆ្លាញ់សលេងមួយណាចង់ដាក់សលេងខ្លួនឯងក៏បានដែរអញ្ចឹងយើងអាច clone សលេងបានហើយសម្រាប់វិធី clone សលេងខ្ញុំនឹងប្រាប់នៅក្នុងវីដេអូអញ្ចឹងពេលដែលមានសលេងនៅក្នុងហ្នឹងឧទាហរណ៍ថាឥឡូវតួប្រុសខ្ញុំចង់ដាក់សលេងតួឯកប្រុសឥឡូវខ្ញុំដាក់សលេងតួឯកប្រុសទៅខ្ញុំរកសិននេះខ្ញុំដាក់សលេងតួឯកប្រុសនេះអញ្ចឹងអ្នកនរគ្នាអាចធ្វើមួយចេះក៏បានដែរឥឡូវដាក់សលេងតួឯកប្រុសហើយអ្នកនរគ្នាអាចចុចនេះអាចចុច generate ឡើងនេះបានណាយើងចុចទៅហើយយើងចាំមកស្បកទៅគឺវានឹង generate ឲ្យហើយឥឡូវវា generate ឲ្យហើយខ្ញុំមានចំណុចមួយទៀតចង់ប្រាប់អ្នកនរគ្នាអាចចុចកន្លែងនេះអានេះខ្ញុំភ្លេចប្រាប់យើងចូលមកដំបូងយើងគួរតែចុចកន្លែងហ្នឹងពេលដែលយើងដាក់ script ហើយនេះយើងចុច sell token នេះណាពេល sell ទៅវាអាចជួយ sell credit របស់យើង API របស់យើងខ្លះដើម្បីចំណេញអញ្ចឹងវា sell វាលុបអាណាដែលអត់មានប្រយោជន៍ចោលហើយអញ្ចឹងសលេងរបស់យើងគឺ generate បានហើយអ្នកនរអាចចុចស្ដាប់វាបានបើអត់ពេញចិត្តទេយើងដូរបានភ្លាមអញ្ចឹងណា
នាងកើតអីហ្នឹងឈួតហើយមែនទេ យេឥឡូវខ្ញុំពេញចិត្តសលេងមួយហ្នឹងគឺសលេងតួឯកប្រុសអញ្ចឹងគឺខ្ញុំដាក់សលេងមួយហ្នឹងអញ្ចឹងដល់កន្លែងសលេងមុំនេះអឺនេះវាចំតួមិត្តភ័ក្តិតួស្រីណាអញ្ចឹងអ្នកនរគ្នាចង់ដាក់សលេងមួយណាអញ្ចឹងសំឡេងមិត្តភ័ក្តិតួស្រីគឺយើងអាចរើសបានមកដូចថាខ្ញុំចង់ដាក់អូខេខ្ញុំរកតួខ្ញុំមើលសិនខ្ញុំដាក់តួឯកស្រីទី2អញ្ចឹងតួឯកស្រីទី2ខ្ញុំចុច regenerate ដើម្បីស្ដាប់ម្ដងទៀតហើយសម្រាប់សលេងអឺតួឯកនិយាយថាជាសលេងមិត្តភ័ក្តិខុសពីតួឯកខុសពីតួស្រីអញ្ចឹងយើងអាចដាក់សលេងចូលគ្នាបានដើម្បីយើងសែវសលេងកុំឲ្យពិបាកច្រឡំអីអញ្ចឹងក៏យើងច្រឡំតួអញ្ចឹងយើងអាចដាក់ចូលគ្នាបានដូចជាសលេងអ្នកបំរើឬក៏សលេងអីអញ្ចឹងអាហ្នឹងយើងអាចដាក់ចូលគ្នាបានតែវាអាស្រ័យទៅលើអ្នកគ្នាបើអ្នកគ្នាចង់ធ្វើឲ្យវាខុសគ្នាទាំងអស់ហ្មងក៏បានដែរតែនេះខ្ញុំសុខចិត្តដាក់ចូលគ្នាព្រោះខ្ញុំចង់ញ៉ៃញ៉ៃខ្ញុំគ្រាន់តែចង់ដាក់តួឯកប្រុសតួឯកស្រីហើយនឹងអានេះតួឯកស្រីទី2មានន័យថានេះពពួកដែលមិនមែនតួឯកមានថាស្រីនៅក្នុងហ្នឹងគឺខ្ញុំដាក់សលេងហ្នឹងទាំងអស់ហ្មងអញ្ចឹងយើងចុចស្ដាប់សលេងមនុស្សស្រីតើវា generate មកវាឮព្រោះអត់ខ្ញុំថានាងដឹងខ្លួនថាខុសទើបធ្វើពុតជាឈួតដើម្បីកិច្ចវេះអូខេខ្ញុំពេញចិត្តសលេងហ្នឹងអញ្ចឹងគឺយើងដាក់រឿងហ្នឹងរហូតហើយមួយរឿងហ្នឹងគឺយើងត្រូវក្លូនសលេងវាឲ្យដូចគ្នាទាំងអស់ណាអ្នកគ្នាត្រូវកុំឲ្យត្រឡប់ត្រលិនណាគ្រាន់អ្នកធ្វើពិបាកមើលអញ្ចឹងកន្លែងនេះយើងចុចទៀតមកស្រីមុំអញ្ចឹងខ្ញុំដាក់សលេងហ្នឹងដូចគ្នាមកដាក់តួឯកស្រីទី2តារ៉ែអានេះបើអ្នកគ្នាចង់លឿនណាអង្គុយ select ដូចខ្ញុំយើងមិនចាំចុចអញ្ចឹងទេនេះចុច select ហើយចុច select អស់មកនេះកន្លែងនេះយើងអាចទាញមើលបានទៀតនេះទាញមើលចេះទាញមើលទៅអាហ្នឹងគេនេះយើងមើល script នេះទៅដើម្បីដឹងច្បាស់ថាតួមួយណានិយាយអញ្ចឹងណានេះអញ្ចឹងយើងដាក់តួឯកស្រីទី2តារ៉ែមកព្រោះឲ្យកុំឲ្យតែតួឯកស្រីទៅបានហើយដោយសារតួខ្លះយើងពិបាកមើលដែរតួឯកស្រីទី2ដល់ពេល script នេះយេអាកន្លែងនេះគឺតួស្រីរបស់យើងណានេះកន្លែងហ្នឹងគឺតួស្រីរបស់យើងនេះតួស្រីរបស់យើងអ្នកនិយាយអញ្ចឹងសម្រាប់តួស្រីខ្ញុំរើសយ៉ានេះខ្ញុំចុចរើសយកតួឯកស្រីនេះខ្ញុំដាក់តួឯកស្រីទី3អូដាក់តួឯកស្រីទី4សាក់មើលហើយខ្ញុំចុច regenerate សាក់មើលសិនបើសលេងខ្ញុំពេញចិត្តខ្ញុំយកបើសលេងអត់ពេញចិត្តយើងដូរបានភ្លាមៗនេះយើងចាំបន្តិចសិនទៅយើងរើសហើយយើងអាចចាំបានអូខ្ញុំភ្លេចថាតួស្រីនេះគឺខ្ញុំបានដាក់សលេងតួឯកស្រីទី3អូខេដាក់តួឯកស្រីទី3នេះតួឯកស្រីទី3យើងចុច regenerate ម្ដងទៀតពេលអ្នកនរគ្នាចង់ដូរសលេង regenerate អ្នកនរគ្នាចុចពីលើវាហ្នឹង mouse ស្ដាំដល់មកនេះ regenerate តែប៉ុណ្ណឹងមកវានឹងclone សលេងឲ្យយើងម្ដងទៀតហើយនេះ clone សលេងទៅជាតួឯកស្រីទី3ដោយសារតែរឿងហ្នឹងខ្ញុំធ្វើមកភាគហើយអញ្ចឹងខ្ញុំចង់ធ្វើបន្តដើម្បីផុសលើ page ហ្មងឥឡូវវាចេញហើយឃើញអត់លឿនទេអ្នកនរគ្នាស្ដេចថោកទាបហ៊ានលបួងប្តីខ្ញុំផងនេះសលេងហ្នឹងគឺខ្ញុំធ្លាប់ដាក់ហើយអញ្ចឹងគឺអត់នេះទេអញ្ចឹងយើងធ្វើមួយហ្មងទៅកុំឲ្យយូរអានេះតួឯកស្រីទី2ហ្នឹងយើង generate វាមកយ៉ាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវអង្គុយធ្វើមួយអញ្ចឹងរហូតឬមានវិធីមួយទៀតអ្នកនរគ្នាអាច select មើលតួដូចខ្ញុំណាមានន័យថា select ចេះមកឥឡូវនេះនេះយើងអស់មើលដើម្បីកុំឲ្យច្រឡំអញ្ចឹងនឹងដាក់តួឯកស្រីទី3ដែរមកអាហ្នឹងយើងមើលទៅដឹងរឿងខ្លះស្រួលមើលរឿងខ្លះរៀងពិបាកមើលអ្នកគ្នាអញ្ចឹងនេះពេលយើងអស់មើលកន្លែងនេះសម្រាប់តួស្រីនេះយើងដាក់មកយើងចង់ដូរសលេងដាក់ស្រីណាយ៉ាច្រឡំដាក់តួប្រុសដាក់តួឯកស្រីទី2ដល់ពេលកន្លែងនេះដឹងកន្លែងនេះតួស្រីតួឯករបស់យើងទៀតហើយនេះតួឯករបស់យើងដាក់មកតួឯកស្រីទី3យេ
ដល់ពេលកន្លែងនេះយើងចុចមើលចេះទៀតមកគឺតួឯកស្រីទី3ដូចគ្នាអូខេដល់ពេលកន្លែងនេះគឺស្រឡាញ់តួឯកប្រុសរបស់យើងស្រឡាញ់តួឯកប្រុសយើងរើសមកតួឯកប្រុសខាងលើយើងដាក់តួឯកប្រុសមួយណាអ្នកគ្នាត្រូវដាក់ឲ្យដូចគ្នាអញ្ចឹងតួឯកប្រុសហ្នឹងគឺខ្ញុំដាក់ថាតួឯកប្រុសតែម្ដងនេះតួឯកប្រុសយេបន្ទាប់ពីតួឯកប្រុសហើយយើងមកដល់នេះតួឯកប្រុសដូចគ្នាអូខេយើងមើលមកនេះតួឯកប្រុសនេះក៏ស្រឡាញ់តួឯកប្រុសបើយើងចង់ច្បាស់ថាតួឯកប្រុសនិយាយអត់គឺយើងមើលមកអ្នកគ្នាគឺតួឯកប្រុសនឹងឯងយេតួឯកប្រុសនេះក៏តួឯកប្រុសនិយាយទៅឲ្យស្រឡាញ់ពិសិដ្ឋហ្នឹងម្ដុំហ្នឹងគឺអត់មានអីទេគឺមានតួឯកប្រុសនឹងឯងនេះអ្នកគ្នាត្រូវអង្គុយស្រឡាញ់អញ្ចឹងរហូតស្រឡាញ់តទៅដល់ក្រោមអ្នកគ្នាត្រូវអង្គុយស្រឡាញ់មួយដូចខ្ញុំស្រឡាញ់តទៅអស់ script ចុងក្រោយអានេះខ្ញុំស្រឡាញ់ដល់ script ចុងក្រោយនេះពេលអ្នកគ្នាស្រឡាញ់ដល់ script ចុងក្រោយបែបនេះអ្នកគ្នាស្រួលមែនតើគាត់ស្រឡាញ់បែបនេះហើយអស់ហើយស្រឡាញ់តួអីត្រឹមត្រូវអស់ហើយអ្នកគ្នាចាប់ផ្ដើមចុចនេះ SRT to speak នេះមកយេមកចុច generate តែប៉ុណ្ណឹងអ្នកគ្នាចាំវាដើរអស់គឺបានរឿងហ្មងអត់មានតែអង្គុយស្រឡាញ់មួយទេប៉ុន្តែអ្នកគ្នាចាំរៀងយូរតិចដោយសារតែការក្លូនស្រឡាញ់មនុស្សពិតវារៀងយូរឥឡូវនេះវាចាប់ផ្ដើមក្លូនឲ្យយើងបានមួយហើយបបកម្លាំងកុំព្យូទ័ររបស់អ្នកគ្នាធំគឺវាកាន់តែលឿននេះវាលោតម្ដងមួយទៀតវាលោតម្ដងមួយអញ្ចឹងយើងរងចាំវាបន្តិចទៅទំហំតែវាលោតពេញនេះវាដើរលឿនដែរទេបើសិនអ៊ីនធឺណិតដើរលឿនណាអញ្ចឹងបន្ទាប់ពីយើង generate ហើយយើងអាចចុចស្ដាប់បាននេះវាលោតពេញ 100% ហើយ នាងកាតអីនឹងឈួតហើយមែនទេ ខ្ញុំថានាងដឹងខ្លួនថាខុសទើបធ្វើពុតជាឈួតដើម្បីគេចវេះភ័យឈួនក៏បន្ទោសកញ្ញាស៊ូអីតែគេមកពីខ្ញុំមិនដឹងអីទៅចាក់រកនាងទៅនាងច្រឡោតអីថោកទៀតហ៊ានលបួងប្តីខ្ញុំផងភ័យឈួនជារបស់ខ្ញុំនាងកុំសង្ឃឹមថានឹងដណ្ដើមបានកញ្ញាស៊ូខ្ញុំមិនបានលបួងភ័យឈួនទេឈ្មោះភ័យឈួនក៏នាងសពនឹងហៅដែរស្រីកញ្ជ្រោមឥតខ្មាស់ស៊ូសៀវលីល្មមហើយខ្ញុំកំពុងនិយាយការងារជាមួយស៊ីងឡូពួកយើងមិនដូចអ្វីដែលនាងគិតទេសុំទោសស៊ីងឡូភ្លាមទៅហើយឈួនខ្ញុំមិនត្រូវការសុំទោសទេខ្ញុំទៅវិញហើយជប់ភ្លាមមិនឲ្យទៅទេសកញ្ញាស៊ូលេងខ្ញុំទៅមិនលេងប្រញាប់ទៅជួយស៊ីងឡូទៅនាងមិនចេះហែទឹកទេជួយផងភ័យឈួនអញ្ចឹងអ្នកគ្នាអាចស្ដាប់មើលទៅនេះសលេងរបស់ខ្ញុំវិញតែប៉ុណ្្នឹងទេហើយបើអ្នកគ្នាចង់បានសលេងប្រុសជាងហ្នឹងអាចcloneដាក់បានដូចដែលខ្ញុំនិយាយពីដើមអញ្ចឹងហើយសលេងនេះគឺវាត្រូវមាត់ត្រូវ clear ហើយបើសិនជាវាមានកន្លែងណាអ្នកគ្នាអត់ពេញចិត្តអ្នកគ្នាក៏អាចកែលើនឹងបានដូចគ្នាបើសិនជាអ្នកគ្នាគិតថាវានិយាយលឿនពេកអ្នកគ្នាគ្រាន់ចុចទាញវាមកចេះមកទាញវាឲ្យទួចទៅគឺអាហ្នឹងវានិយាយញាប់តែបើសិនជាទាញចេញក្រៅមកគឺវានិយាយមួយធម្មតាហើយអញ្ចឹងអ្នកគ្នាអាចកែលើនឹងបានទាំងអស់សម្រាប់សលេង background ភ្លេងនេះបើអ្នកគ្នាគិតថាភ្លេងហ្នឹងវាលឺខ្លាំងពេកអ្នកគ្នាគ្រាន់តែចុចពីលើវាមកស្ដាំហើយចុចលើនេះ edit voice នេះមកអ្នកគ្នាអាចទាញមកដល់ខាងក្រោមដូចខ្ញុំអញ្ចឹងទៅវានឹងលឺសលេង voice តិចហើយបើចង់ឲ្យលឺសលេងភ្លេងខ្លាំងយើងអាចទាញទៅលើបានដើម្បីលឺសលេងភ្លេងខ្លាំងណាអញ្ចឹងប៉ុណ្ណឹងមកហើយបើសិនជាអ្នកគ្នាចង់ឲ្យនេះលឺអាសលេងតួអង្គយើងនិយាយវាលឺអញ្ចឹងណាយើងអាចចុច mic wall នេះបានបន្តមកទៀតនេះយើងអាចអស់ទៅនេះអស់វាលឺកម្រិតណាថាចង់វាលឺកម្រិតនេះអញ្ចឹងយើងអស់វាដល់ត្រឹមហ្នឹងទៅអូខេហើយចុចអភិលមកតែប៉ុណ្ណឹងគឺវាបានហើយអញ្ចឹងអ្នកគ្នាសលេងអត់ពេញចិត្តឡើយណាចង់ដូរអីគឺអ្នកគ្នាអាចដូរដូចខ្ញុំប្រាប់បានហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការក្លូនកន្លែងក្លូនសលេងគឺអត់ពិបាកទេអ្នកគ្នាគ្រាន់តែចូលមកកាន់ setting បន្តមកទៀតអ្នកគ្នាចូលមកកាន់ voice ដូចដដែលមកកាន់ voice ហើយអ្នកគ្នានេះចុចពាក្យ all voice នេះចុចពាក្យ all voice មកនេះអ្នកគ្នានឹងឃើញកន្លែង add សលេងបញ្ចូលហើយសម្រាប់ add សលេងបញ្ចូលអ្នកគ្នាអាចនេះចុច upload នេះមក
upload ទៅហើយអ្នកគ្នាអាចទៅកាត់សលេងមកបានកាត់សលេងដាក់ខ្លីៗត្រឹម8វិនាទីអីបានហើយ8វិនាទី9វិនាទីវែងបំផុតកុំដាក់ច្រើនពេកណាដាក់ប៉ុណ្ណឹងមកហើយអ្នកគ្នាគ្រាន់តែ upload ចូលហើយអ្នកគ្នាចុច add voice ទៅដាក់ឈ្មោះផងពេលដែល upload ហើយដាក់ឈ្មោះទៅហើយអ្នកគ្នាចុច add voice ពេល add voice វានឹងចេញបែបនេះហើយអ្នកគ្នាអាច play ស្ដាប់បាននៅលើហ្នឹងណាយេបន្ទាប់ពីយើងធ្វើហើយអស់ហើយឥឡូវខ្ញុំបញ្យល់កន្លែងហ្នឹងហើយអស់ហើយសម្រាប់នៅលើ tool វិញអ្នកគ្នាចង់ដាក់អីគេចង់បាំង blur គឺអាចបាំងបាននេះគេនេះគេអាចបាំង blur នៅឲ្យវាចិត្តអក្សរចិនអីហ្នឹងណាទាញបាំងវាចឹងមកតែឥឡូវខ្ញុំបាំងប៉ុណ្ណឹងហើយអ្នកគ្នាចង់ឲ្យ blur ហ្នឹងវាច្បាស់ជាងហ្នឹងអ្នកគ្នាគាត់ចុច mouse ស្ដាំនេះចុចលើវាមកអញ្ចឹងវានឹងកាន់តែបាំងអក្សរកាន់តែចិត្តហើយចុច OK មកហើយអ្នកគ្នាចង់ឲ្យអីគេទៀតចង់ដាក់ text ឥឡូវខ្ញុំឧទាហរណ៍ថា text នេះខ្ញុំដាក់ទៅអូខេនេះយើងដាក់សេអក្សរខ្មែរបានណាអូខ្ញុំដាក់រក្សាសិតវិញរក្សាសិតរក្សាសិតដោយអូខេឥឡូវខ្ញុំឧទាហរណ៍ណាCN អូខេខ្ញុំដាក់រក្សាសិតដល់អញ្ចឹងទៅហើយយើងចុច OK មកនេះអញ្ចឹងអ្នកគ្នាកន្លែងនេះវាធំអញ្ចឹងអ្នកគ្នាអាចទាញវាព្រោះមួយទូចទៅនេះឃើញទេប៉ុណ្ណឹងមកអ្នកគ្នាចង់ដាក់ឡើងញ៉ាចង់ដាក់ឡើងហ្នឹងគឺដាក់បានហើយអ្នកគ្នាចុច mouse តាមលើវាគឺអាច edit ពណ៌បានណានេះ edit color ចង់ដាក់ពណ៌ឲ្យគេឥឡូវខ្ញុំដាក់នេះខ្ញុំដាក់ពណ៌ប្រភេទនេះអញ្ចឹងតែប៉ុណ្ណឹងមកចុច OK ខ្ញុំមានត្រូវការអីទៀតទេប៉ុណ្ណឹងហើយបើសិនអ្នកគ្នាចង់ឲ្យអក្សរនឹងវារត់ទៅលើចុះក្រោមរត់ទៅក្រោមឡើងលើអីគឺបានដូចគ្នាទៀតអញ្ចឹងគ្រាន់តែចុច mouse ស្ដាំលើវាមកនេះយើងចុចលើអានេះអាហ្នឹងវារត់ពីក្រោមឡើងលើគ្រាន់ចុចចឹងមកហើយចុច mouse ស្ដាំលើវាទៀតនេះអានេះចង់ឲ្យវារត់ប៉ុណ្ណារត់យឺតក៏រត់លឿនអញ្ចឹងណាអញ្ចឹងប៉ុណ្ណឹងគឺខ្ញុំចុចតែប៉ុណ្ណឹងទេអូខេហើយយើងអាច generate បានហើយតែប៉ុណ្ណឹងណាប៉ុណ្ណឹងទៅកន្លែងនេះបើសិនអ្នកគ្នាចង់សេរីឲ្យវាយឺតនេះចុចអានេះហើយអស់មកឲ្យវារត់មួយយើងត្រូវអស់ឲ្យវែងដល់នេះណាអញ្ចឹងចុច OK ហើយយើងចុច play មើលបាននេះវារត់មួយអញ្ចឹងណាហើយបើចង់ឲ្យលឿនអ្នកថយមកចុចកន្លែងមិញណាខ្ញុំចង់ឲ្យយឺតចឹងខ្ញុំមិនចង់ឲ្យលឿនទេហើយអ្នកគ្នាក៏អាច add image បានដែរមានន័យថាដាក់ logo ដើម្បីចំណាំអីអញ្ចឹងណាយើងអាចដាក់ logo ពីនឹងទៅឲ្យហើយបានអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ទៅគឺខ្ញុំដាក់ logo នេះខ្ញុំដាក់ logo របស់ខ្ញុំមកadd បញ្ចូលមកនេះ add បែបហ្នឹងមកបន្ទាប់ពីយើង add logo add អីហើយយើងចុចទៅបើយើងសលេងអីយើងពេញចិត្តអស់ហើយណាយើងអត់មានត្រូវការកែអីទេអញ្ចឹងយើងអាច export បានហើយនេះអញ្ចឹងយើងចុច export មកហើយយើងរងចាំបន្តិចទៅគឺវា export បានហើយរឿងហ្នឹងណាអូខេឥឡូវវា export បានហើយយើងចាំ template ទេអ្នកគ្នាឥឡូវយើងចូលទៅស្ដាប់ទាំងអស់គ្នាទៅនាងកាតអីនឹងឈួតហើយមែនទេខ្ញុំថានាងតែខ្លួនថាខុសទើបធ្វើពុតជាឈួតដើម្បីគេចវេអញ្ចឹងរឿងរបស់យើងតែប៉ុណ្ណឹងគឺបានហើយអ្នកគ្នាអាចយកទៅផុសលើ page អាចផុសលើ page ដើម្បីរក sponsor ឬក៏លើ page CM ក៏បានដែរអ្នកគ្នាហើយសម្រាប់រឿងអ្នកគ្នាត្រូវរកមើលរឿងណាដែលជាប់ copyright ណាដើម្បីកុំឲ្យយើងធ្វើខាតដោយសារតាយើងធ្វើសលេងមនុស្សពិតហ្នឹងយើងចំណាយពេលយើងច្រើនអញ្ចឹងបើសិនជាយករឿងមកជាប់ copyright ទៀតវាកាន់តែខាតអញ្ចឹងបើសិនត្រូវការរឿងដែលអត់ជាប់ copyright អីគឺខ្ញុំមានលក់អ្នកគ្នាអាចតាក់ទងមកសួរសាកសួរព័ត៌មានលម្អិតបន្ថែមពីរឿងឬក៏ពី tool ណាមួយបានអញ្ចឹងជួបជាមួយខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងបញ្យល់បន្ថែមលម្អិតពី tool ខ្លះៗទៀត